ឥឡូវយើងមកស្គាល់ពាក្យថ្មីតាំងដោយសញ្ញាថ្មីអក្សរ Z តែយើងមានបន្ទាត់ពីលើហ្នឹងបន្ទាត់ហ្នឹងហៅថាបាអញ្ចឹងមិនបោយនេះអានថា Z បាដែល Z បាតាំងឲ្យចំនួន complex ឆ្លាស់យើងស្គាល់ហើយណាស្គាល់ចំនួន complex ហ្នឹងតែឥឡូវយើងស្គាល់ចំនួន complex ឆ្លាស់ដែលចំនួន complex គឺ Z មានតម្រង់ A បូក BE យើងទាញថា Z បាហ្នឹងសាមញ្ញណាស្មើឲ្យ A បូកហ្នឹងคล้ายទៅជាសញ្ញាផ្ទុយវិញដក BE អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន Z ស្មើឲ្យ1បូក 2E អញ្ចឹង Z បាស្មើឲ្យ1សញ្ញាបូកហ្នឹងคล้ายទៅជាសញ្ញាផ្ទុយពីវាដក 2E ឧទាហរណ៍មួយទៀតបើសិនខ្ញុំមាន Z ស្មើឲ្យដក2ដក 3E អញ្ចឹង Z បាស្មើឲ្យដក2បូកដកហ្នឹងคล้ายទៅជាសញ្ញាផ្ទុយពីវាគឺសញ្ញាបូក 3E ក្នុងនឹងដែរវាមានភាពសាមញ្ញបន្តិចដោយសារតែតាមពិតទៅគេត្រូវសេចេះគេសេថា Z ហ្នឹងស្មើឲ្យដក2បូកដក 3E ដោយសារអីដោយសារយើងចង់ឲ្យវាចូលតម្រង់ Z ជាចំនួន complex ណាអញ្ចឹង Z យើងឃើញថាសញ្ញាកណ្ដាលហ្នឹងត្រូវតែបូកអញ្ចឹងកាលណាយើងបាន Z បាសំទោសកាលណាយើងបាន Z បាអញ្ចឹងវាស្មើឲ្យដក2សញ្ញាបូកហ្នឹងខ្លាយទៅជាដកហើយយើងបន្ទាប់មកយើងសេធម្មតាមកអញ្ចឹងអានឹងស្មើឲ្យដក2ដកនឹងដកគុណនឹងដកបានបូកអាវិជ្ជមានការ៉េខ្លាយជាវិជ្ជមានអញ្ចឹងបូក 3E អញ្ចឹងយើងឃើញថាចម្លើយដូចគ្នាទេគ្រាន់តែភាពសាមញ្ញវាខុសគ្នាបន្តិចហើយមួយវាត្រឹមត្រូវមួយមិនត្រឹមត្រូវណាតែខាងលើហ្នឹងវាជាផ្លូវកាត់ដែលយើងអាចធ្វើប្រហែលវិធីលឿនងាយស្រួលអូខេតទៀតឥឡូវយើងមកស្គាល់ចំនួនដក Z ណាដក Z គេឲ្យឈ្មោះវាថាជាចំនួន complex ផ្ទុយហ្នឹងមានន័យថាយើងបដូរសញ្ញាវា complex ផ្ទុយចំនួន complex វាស្មើឲ្យ A បូក BE អញ្ចឹងចំនួន complex ផ្ទុយស្មើឲ្យយើងដាក់សញ្ញាដកពីមុខហើយយើងគុណបញ្ចូលសញ្ញាដកហ្នឹងអញ្ចឹងដកគុណដកហ្នឹងតាមពិតទៅដកគឺវាស្មើឲ្យដក1អញ្ចឹងយើងអាចចាត់ទុកថាដក1គុណឲ្យ A ស្មើឲ្យដក A ដក1គុណឲ្យបូក BE ស្មើឲ្យដក BE អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន Z ស្មើឲ្យ1បូក 2E អញ្ចឹង Z ដក Z ស្មើឲ្យដក1ដក 2E មានអីស្មុគស្មាញណាហ្នឹងចុះប្រសិនបើខ្ញុំមាន Z ស្មើឲ្យដក2បូក 3E អញ្ចឹងដក Z ស្មើឲ្យដកនៃចំនួនដក2បូក 3E អញ្ចឹងដកគុណនៃដកបានវិជ្ជមាន2ហើយដកគុណនៃបូកបានដក 3E អូខេ